បាទខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបផុសវីដេអូបែបនេះគឺការប្រើប្រាស់ជាមួយនឹង Collaborator នៅក្នុង Facebook ណាអានេះយើងប្រើបាននៅ Facebook Page ទេអញ្ចឹងឧទាហរណ៍ដូចជាក់ស្ដែងនេះគឺខ្ញុំផុសនេះមានដូចជាយើង tag ឲ្យគ្នាអញ្ចឹងណាបាទប៉ុន្តែជាក់ស្ដែងគឺយើងប្រើប្រាស់ Collaborator ហ្នឹងទេអញ្ចឹងដល់ពេលដែលយើងប្រើប្រាស់ Collaborator ហ្នឹងអញ្ចឹងវីដេអូរបស់យើងផុសវីដេអូតែមួយទេយើងអាចផុសចូលទៅដល់ page របស់យើងដល់ទៅ2អានេះយើង collaborate ជាមួយគ្នាអញ្ចឹងណាអញ្ចឹងជាក់ស្ដែងយើងមើលវីដេអូនេះមួយយើង say caption បែបម៉េចហើយអ្នក like ប្រហែល view ប្រហែលគឺចូលគ្នាទាំងអស់នេះគឺនៅលើ2 page ផ្សេងគ្នាប៉ុន្តែពេលដែលយើង collaborate ជាមួយគ្នាហើយគឺវាចេញបែបនេះបាទចេញទាំងពីរនេះឥឡូវខ្ញុំពងឈរនៅលើ page cam chat គឺឃើញបែបនេះហើយយើងឈរនៅលើ page សុខាន KH នេះគឺឃើញអញ្ចឹងដូចគ្នាបាទអញ្ចឹងអ្នកណា like page ប្រហែល view ប្រហែលគឺវាចូលគ្នាទាំងអស់អញ្ចឹងណាបាទ comment អីគឺចូលគ្នាទាំងអស់អញ្ចឹងអានេះគឺងាយស្រួលសម្រាប់យើងប្រើអានឹងបងប្អូនយកទៅប្រើឆ្នៃជាក់ស្ដែងខ្លួនឯងទៅថាតែគួរតែប្រើរបៀបម៉េចឲ្យវាមានប្រយោជន៍អញ្ចឹងណាតែខ្ញុំបង្ហាញពីរបៀបធ្វើអូខេអញ្ចឹងយើងចូលទៅកាន់ Meta Business Suite របស់យើងហើយបន្ទាប់មកគឺយើងធ្វើការផុសវីដេអូរបស់យើងចូលធម្មតាអញ្ចឹងណាបន្ទាប់មកយើងរើស page ដែលយើងផុសហ្នឹងមកហើយយើងយក page មួយទៀតដើម្បីមក collaborate ដូចជាក់ស្ដែងអានេះជាក់ស្ដែងពេលដែលខ្ញុំធ្វើការផុសខ្ញុំផុសចេញពី page សុខាន KH អញ្ចឹងបន្ទាប់មកខ្ញុំទៅយក link page របស់ Adcam Chat នេះយើងផុសធម្មតារបស់យើងណាអញ្ចឹងសម្រាប់បងប្អូនដែលចេះប្រើ Meta Business Suite ហើយគឺខ្ញុំគិតថាបងប្អូនងាយយល់ទេអត់ពិបាកទេបងប្អូន upload វីដេអូចូលមកអញ្ចឹងអូសមកក្រោមបន្តិចយើងឃើញកន្លែងពាក្យ Collaborator តែម្ដងអញ្ចឹងពេលដែលបងប្អូនចូល Collaborator នេះអញ្ចឹងបងប្អូនយើងដាក់ link page របស់បងប្អូនកន្លែងនេះអញ្ចឹងតើបងប្អូនមានជាlink យក copy កន្លែងហ្នឹងមកដាក់ចូលកន្លែងនេះរួចបងប្អូន copy link នេះដើម្បីយកទៅ accept ណាដាក់ឲ្យគេ accept ឬគេដាក់ខ្លួនឯង accept ចឹងទៅអូខេអញ្ចឹងរួចហើយយើងផុសអីរួចរាល់ហើយយើងចុចផុសតែម្ដងបាទខ្ញុំចុច share កន្លែងនេះអូខេអញ្ចឹងរួចរាល់ហើយយើងផុសបានរួចរាល់អញ្ចឹងយើងយក link ដែលយើង copy មិញណាបាទ link ដែលយើង copy មិញនេះគឺយកមកផាសចូលមកនេះ link របស់យើងអញ្ចឹងយើងចុច accept កន្លែងនេះមក accept នឹងរួចបាទយើងឃើញ collaborator នៅក្រោម accept នៅលើក៏បាននៅក្រោមក៏បានដែរបន្ទាប់មកបងប្អូនចុច accept មកនេះបាទគឺរួចរាល់អញ្ចឹងយើងនឹងឃើញវីដេអូមកបាទចូលក្នុង page ទាំងពីរហ្នឹងជាមួយគ្នាវីដេអូខ្ញុំធ្វើរៀងលឿនបន្តិចកាត់ខ្លីៗដោយសារតែខ្ញុំក្អកអញ្ចឹងអត់អាចលម្អិតបងប្អូនបានច្រើនប៉ុន្តែសង្ឃឹមថាវីដេអូមួយនេះអាចឲ្យបងប្អូនអាចធ្វើបានណាវាងាយទេអត់ពិបាកទេបាទអរគុណ